បាទសួស្តីអ្នកនរស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំសុជាតិហើយនៅក្នុងវីដេអូនេះខ្ញុំនឹងនិយាយបន្តទៀតទាក់ទងទៅនឹង Power Query បើសិនជាអ្នកនរធ្លាប់មើលវីដេអូមុនរបស់ខ្ញុំអ្នកនរប្រហែលជាយល់ពីការប្រើប្រាស់ Power Query ខ្លះៗហើយចឹងនៅក្នុងវីដេអូនេះខ្ញុំចង់បញ្យល់អ្នកនរពីការប្រើប្រាស់ Group by នៅក្នុង Power Query វាប្រហែលជាអ្នកនរអាចស្ថិតនៅក្នុងស្ថានភាពមួយដែលអ្នកនរទាញ file ចូលទៅក្នុង Power Query ហើយអ្នកនរធ្វើការ load file នោះជាប្រភេទ pivot table ដើម្បីអ្នកនរអាចធ្វើការ summary បានប៉ុន្តែនៅក្នុង Power Query យើងមានមុខងារមួយគឺ Group by ដែលយើងអាចធ្វើការសង្ខេបទិន្នន័យឲ្យរួចស្រេចមុនពេលយើងធ្វើការ load ទិន្នន័យហ្នឹងចេញទៅក្រៅអញ្ចឹងមានន័យថាអ្នកនរអត់ចាំបាច់ធ្វើការទាញទិន្នន័យហ្នឹងចូលទៅក្នុង pivot table ដើម្បីធ្វើការ summary data ហ្នឹងខ្លីអញ្ចឹងខ្ញុំនឹង show អ្នកនរនៅក្នុងវីដេអូអញ្ចឹងនៅលើ file Excel នេះខ្ញុំមានទិន្នន័យមួយគឺយើងមាន region យើងមាន quantity យើងមាន total cell ដែលខ្ញុំធ្វើការទាញយកទិន្នន័យទាំងមូលជា raw data តែម្ដងហើយ convert វា load វាជាប្រភេទ pivot table ដូច្នេះខ្ញុំបានទិន្នន័យសាមញ្ញមួយខ្លីមួយដែលអត្ថាធិប្បាយទាក់ទងទៅនឹងការលក់ទីមួយគឺចំនួនលក់ពាក់ព័ន្ធជាមួយនឹងតំបន់នីមួយៗហើយនឹងការលក់ជាដុល្លារទាក់ទងទៅនឹងតំបន់នីមួយៗឥឡូវខ្ញុំអត់ចង់ធ្វើចឹងទេខ្ញុំចង់ប្រើមុខងារ Group by ដែលមាននៅក្នុង Power Query ដើម្បីធ្វើការសង្ខេបទិន្នន័យឲ្យរួចជាស្រេចឲ្យខ្ញុំតែម្ដងអញ្ចឹងឥឡូវខ្ញុំចូលទៅកន្លែង Cell Transaction ហើយខ្ញុំចុចពី Edit ដើម្បីយើងចូលទៅកាន់ Power Query សិននៅពេលដែលខ្ញុំបើក Power Query មកគឺខ្ញុំមានគ្រប់ column ទាំងអស់មានថាវាជាព័ត៌មានរាយដែលខ្ញុំអាចមើលឃើញពីប្រតិបត្តិការពីថ្ងៃធ្វើប្រតិបត្តិការប៉ុន្តែគោលដៅរបស់ខ្ញុំគឺខ្ញុំគ្រាន់តែចង់ធ្វើការសង្ខេបព័ត៌មានទាំងអស់ហ្នឹងជា3 column មិញហ្នឹងតើខ្ញុំអាចត្រូវធ្វើដោយរបៀបណាអញ្ចឹងខ្ញុំគ្រាន់តែចូលទៅកន្លែង Group by ដែលនៅលើនេះអញ្ចឹងនៅពេលដែលផ្ទាំង Group by វា pop up ឡើងយើងនឹងមានឃើញមាន basic ហើយនិង advanced អញ្ចឹងដោយសារតែខ្ញុំធ្វើការ Group by លើសពី1 aggregation ខ្ញុំយកកន្លែង advanced មកហើយកន្លែង transaction ID នេះអញ្ចឹងនៅក្នុងឧទាហរណ៍មិញគឺខ្ញុំធ្វើការ combine ហើយធ្វើការ Group by based ទៅលើ region អញ្ចឹងខ្ញុំ select យក regionបន្ទាប់មកខាងក្រោមនេះយើងមាន aggregation អនុញ្ញាតឲ្យយើងធ្វើការបង្កើត column គណនាដូចមិញអញ្ចឹងគឺយើងមានការ sum តាក់ទងទៅនឹង quantity ហើយនឹងយើងមាន sum តាក់ទងទៅនឹង total amount អញ្ចឹងឥឡូវយើងត្រូវបង្កើតជា column ថ្មីចំនួន2អញ្ចឹង column ទី1គឺយើងមាន quantity ហើយខ្ញុំ select យកកន្លែង sum បន្ទាប់មកខ្ញុំជ្រើសរើសយក quantity អញ្ចឹងយើងនឹងមាន column ថ្មីមួយទៀតនៅពេលដែលយើងធ្វើការ summary គឺ quantity ហើយយើងធ្វើការ sum ចំនួន quantity ឥឡូវខ្ញុំធ្វើការ add aggregation មួយទៀតគឺ total amount ហើយខ្ញុំធ្វើការយក sum ដូចគ្នា operation បន្ទាប់មក column ខ្ញុំជ្រើសយក column total amount អញ្ចឹងយើងនឹងបាន column 3គឺ column ទី1វាធ្វើការ group by មានន័យថាបង្ហាញព័ត៌មាន by region បន្ទាប់មកធ្វើការគណនាដោយ sum quantity និង sum total amount ខ្ញុំចុចពី OK ឥឡូវគឺដូចនៅខាងមុខនៅពេលដែលខ្ញុំធ្វើជា pivot table មិនអញ្ចឹងគឺយើងមាន region យើងមាន quantity យើងមាន total amount អញ្ចឹងគ្រាន់តែចុច close and load នៅពេលដែលវាធ្វើការ pop up មកគឺយើងបាន summary automatic គឺយើងមាន region quantity និង total amount អញ្ចឹងយើងអត់ចាំបាច់ធ្វើការទាញពី pivot table ទេប៉ុន្តែអ្វីដែលអ្នកទាំងអស់គ្នាគួរតែយល់នៅកន្លែងនេះគឺនៅពេលដែលយើង summary វាយើង compact វាឲ្យតូចដោយមានតែ3 column បែបនេះគឺព័ត៌មានផ្សេងៗនឹងបាត់អស់ប៉ុន្តែវាមានអត្ថប្រយោជន៍នៅពេលដែលយើងចង់យកព័ត៌មាននេះទៅធ្វើការគណនាបន្តយើងអាចធ្វើប្រមាណវិធីនៅដោយការបង្កើត column នៅក្បែរនោះបាននេះគឺជារបៀបថ្មីមួយដែលអ្នកទាំងនេះអាចយកទៅរៀនបានអញ្ចឹងមានន័យថានៅពេលដែលអ្នកទាំងអស់គ្នា load ព័ត៌មានសង្ខេបហើយអ្នកទាំងអស់គ្នាអាចយកព័ត៌មានសង្ខេបហ្នឹងទៅធ្វើប្រមាណវិធីឬក៏ទៅធ្វើ strategy ធ្វើ planning បន្តទៀតបានអញ្ចឹងនៅក្នុងវីដេអូបន្ទាប់ខ្ញុំនឹងបញ្យល់អ្នកទាំងអស់គ្នានៅផ្នែកផ្សេងៗទៀតនៃ Power Query កុំភ្លេចតាមដានវីដេអូបន្ទាប់របស់ខ្ញុំអរគុណច្រើន